រៀបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះសៀបសំណាងជាសមាជិកក្រុមជាមួយនឹង Honda ដែលយើងធ្វើគំនូរតាក់ទងទៅនឹងកន្លែងដែលយើងឆ្នៃទៅជា 3D ដែលមានចំណងជើងថា Do It Together ខ្ញុំមានសេចក្តីសោមនស្សមែនទែនដែលបានចូលរួមក្នុងការបញ្ចេញស្នាដៃមួយនេះជាមួយក្រុមរបស់ពួកខ្ញុំហើយដែលស្នាដៃរបស់ពួកខ្ញុំគឺក្នុងគោលបំណងលើកស្ទួយសិទ្ធិស្ត្រីក៏ដូចជាធ្វើឲ្យមានសារភាព gender ស្របតាមទៅនឹងយុទ្ធនាការ16ថ្ងៃហើយសង្ឃឹមថាស្នាដៃមួយនេះជាសារមួយជូនដល់ស្ត្រីកុមារក៏ដូចជាយុវជនយុវវ័យទាំងអស់បានយល់ពីអត្ថន័យនៃស្នាដៃដែលពួកខ្ញុំបានធ្វើនេះហើយគោលបំណងសំខាន់នៅក្នុងនោះគឺយើងឆ្លងតែចង់ថាឲ្យ Do It Together សង្គមគ្រួសារមួយចេះរួមសាមគ្គីគ្នាដើម្បីឈានដល់ក្នុងសុភមង្គលមួយដែលលោកបំផាត់នឹងការរើសអើងgender គឺន័យថាស្ត្រីអន់ជាងស្ត្រីការងារស្ត្រីការងារបុរសគឺគោលបំណងធំគឺយើងស្ត្រីក៏ជាការងារបុរសក៏ជាការងារស្ត្រីគឺមានសិទ្ធិស្មើគ្នាទាំងអស់អញ្ចឹងខ្ញុំនឹងជួបគ្នាបន្តទៀតនៅក្នុងការតាក់តាំងស្នាដៃរបស់ខ្ញុំនៅក្នុងកម្មវិធី Dignity 2025 ដែលបានរៀបចំឡើងដោយអង្គការ NGO CDO ហើយក៏ដូចជានឹងដៃគូសហការជាច្រើនទៀតសូមអរគុណសួរហើយនឹងសួស្តីអ្នកទាំងអស់គ្នាខ្ញុំបានឈ្មោះផនឡាហើយខ្ញុំមានអាយុ26ឆ្នាំខ្ញុំមកពីខេត្តកំពង់ចាមបច្ចុប្បន្នខ្ញុំរស់នៅទីក្រុងភ្នំពេញហើយថ្ងៃនេះខ្ញុំមកធ្វើបទសម្ភាសន៍ទាក់ទងនឹងស្នាដៃរបស់ខ្ញុំហើយស្នាដៃរបស់ខ្ញុំគឺជាស្នាដៃដែលបង្ហាញឬក៏ជាប្រភេទគំនូរ 3D បិទដេរហើយនឹងបិទភ្ជាប់តទៅនឹងសាច់រឿងដែលខ្ញុំបានបង្ហាញគឺ Do It Together គឺលុះត្រាតែប្តីចេះរួមធ្វើការងារដល់សុភមង្គលក៏ដូចជាបង្កើតសុខដុមរមនាជាមួយនឹងប្រពន្ធទៅធ្វើឲ្យគ្រួសារកាន់តែមានភាពសុខចម្រើនទោះយ៉ាងម្នេះពុំអាចជួបនៅសុភមង្គលដូចនៅក្នុងអ្វីដែលយើងនិយាយខាងលើនេះទេម្នេះក៏បានបែកបាក់ជាមួយប្តីរបស់នាងដោយសារតែមានអំពើហិង្សាទាក់ទងទៅនឹងផ្លូវភេទផ្លូវចិត្តផ្លូវសតិអារម្មណ៍ហើយមិនផ្ដល់តម្លៃឲ្យនាងការងារគ្រប់បែបយ៉ាងគឺនាងជាអ្នករ៉ាប់រងនិងផ្ដល់ឲ្យគ្រប់យ៉ាងទៅកាន់ប្តីតែអ្វីដែលទទួលបានគឺការមិនឲ្យតម្លៃមកលើនាងជាចុងក្រោយនាងក៏បានជួបនឹងបុរសម្នាក់ដែលតែងតែយល់ចិត្តនាងនិងតាមមើលថែនាងប៉ុន្តែនាងមិនទាន់សម្រេចចិត្តដល់ឡើយទេថាតើព្រមទទួលយកបុរសម្នាក់នោះដោយសារតែនាងស្វែងរកពាក្យថា Do Together ជាប្តីដែលចេះយោគយល់ជាប្តីដែលចេះផ្ដល់សុភមង្គលជាប្តីដែលចេះដឹងសុខទុក្ខអំពីគ្រួសារចេះថែទាំកែវដូចដែលដៃនាងធ្លាប់ថែកាលពីមុនដូច្នេះហើយយើងជាស្ត្រីមេម៉ាយមិនមែនសុទ្ធតែជាមានបញ្ហាឡើយយើងគ្រាន់តែរងចាំមនុស្សម្នាក់ដែលល្អប្រសើរដើម្បីចូលមកកាន់ជីវិតរបស់យើងដើម្បីឲ្យជីវិតរបស់យើងកាន់តែមានពន្លឺចែងចាំងព្រោះការដែលរស់នៅជាមួយមនុស្សដែលមានផ្ដល់សេចក្តីសុខជូនយើងហាក់បីដូចជាក្តីសុខដែលយើងទទួលបានបន្ថែមបន្តពីលើនឹងភាពដែលមានន័យថាដំបល់ Do It Together សូមអរគុណអ្វីខ្លាំងបញ្ហាច្រើនណាស់បដូរផ្លាស់យើងជាមនុស្សផ្សេងលែងជឿអ្នកណាហើយចាប់ផ្ដើមជឿខ្លួនឯងដឹងថាรู้ព្រោះអ្វីជីវិតមួយកុំឲ្យស្ដាយរស់ឲ្យសប្បាយទើបមានន័យកុំព្រួយបារម្ភនាំ